ក្របបែកអាមេរិកផ្ទុះលន់ក៏ក្រៅអ៊ីរ៉ង់ពេញមួយយប់វាយកំទេចគោលដៅយោធា140កន្លែងមីស៊ីលនិងដ្រូនហោះបំផ្ទុះឆ្លងដែនយ៉ាងស្រួចស្រាវបង្ខំឲ្យប្រទេសអារ៉ាប់យ៉ាងហោចណាស់7ចេញទិញបាញ់ស្ទាក់មីស៊ីលនៅលើដែនអាកាសរបស់ខ្លួនប្រទេសទាំង7មានហ្សកដានី បារ៉ែន គុយវ៉េត ហ្គាតា អេមីរ៉ាតអារ៉ាប់រួម អូម៉ង់និងប៉ាគីស្ថានយោងតាម CNN ការវាយប្រហារចុងក្រោយបានកើតឡើងនៅយប់ថ្ងៃទី11ឈានចូលថ្ងៃទី12ខែកក្កដាឆ្នាំ2026បន្ទាប់ពីអ៊ីរ៉ង់បានបាញ់ប្រហារលើនាវាពាណិជ្ជកម្មមួយគ្រឿងដែលកំពុងឆ្លងកាត់ច្រកសមុទ្រ Hormuz បញ្ជាការកណ្ដាលអាមេរិកសិនខំបាននិយាយថានេះគឺជាប្រតិបត្តិការវាយប្រហារលើកទី3ក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ដោយផ្ដោតទៅលើមូលដ្ឋានមីស៊ីល drone ប្រព័ន្ធរ៉ាដានិងហេដ្ឋារចនាសម្ព័ន្ធយោធារបស់អ៊ីរ៉ង់ Reuters និង AP បានរាយការណ៍ថានៅថ្ងៃទី11ខែកក្កដានាវាកុងតឺន័រ GFH Galaxy ដែលមានទង់ជាតិ Zip ត្រូវបានវាយប្រហារនៅច្រកសមុទ្រ Hormuz បណ្ដាលឲ្យឆេះសន្ធោសន្ធៅនិងមាននាវិកម្នាក់បាត់ខ្លួនក្រោយហេតុការណ៍នេះលោកដូណាល់ត្រាំបានបញ្ជាឲ្យកងទ័ពអាមេរិកបើកការវាយប្រហារសងសឹកអ៊ីរ៉ង់ភ្លាមៗកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់បានអះអាងថាខ្លួនបានបាញ់គ្រាប់ព្រមមានទៅលើនាវាដែលឆ្លងកាត់តំបន់ហើយមិនស្ដាប់តាមការណែនាំរបស់ខ្លួនហើយបានប្រកាសបិទច្រកសមុទ្រ Hormuz រហូតដល់មានការជូនដំណឹងជាថ្មីប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ក៏បានឲ្យដឹងដែរថាកងកម្លាំងរបស់ខ្លួនបានបើកការវាយប្រហារសងសឹកទៅលើមូលដ្ឋានទ័ពអាកាស Prince Hassan នៅក្នុងប្រទេស Jordani ដែលគេជឿថាមានកងទ័ពអាមេរិកកំពុងតែប្រើប្រាស់ Jordani បានប្រកាសថាប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបាញ់ស្ទាក់មីស៊ីលអ៊ីរ៉ង់ជាច្រើនគ្រាប់ខណៈដែលបារ៉ែននិងអេមីរ៉ាតអារ៉ាប់រួមក៏បានប្រកាសពីការស្ទាក់មីស៊ីលនិងដ្រូនរបស់អ៊ីរ៉ង់ផងដែរចំណែកហ្គាតានិងគុយវ៉េតបានបង្កើនការប្រុងប្រយ័ត្នជុំវិញមូលដ្ឋានទ័ពអាមេរិកនៅក្នុងប្រទេសរបស់ខ្លួនភាពតានតឹងថ្មីនេះកំពុងគំរាមកំហែងដល់តម្លៃប្រេងឥន្ធនៈសារជាថ្មីទៀតហើយក្រោយតម្លៃធ្លាក់ចុះមួយរយៈខ្លីរឿងដដែលកើតឡើងជាដដែលអ៊ីរ៉ង់និងអាមេរិកបានផ្ទុះអាវុធដាក់គ្នាសារជាថ្មីធ្វើឲ្យតំបន់មជ្ឈិមបូព៌ាត្រូវត្រឡប់ទៅរកស្ថានភាពអសន្តិសុខគូបដិបកសត្រូវទាំងសងខាងបានប្រកាសសងសឹកគ្នាទៅវិញទៅមកនៅព្រឹកព្រលឹមទៀបភ្លឺថ្ងៃអាទិត្យទី12កក្កដានេះសំឡេងស៊ីរ៉ែនបានលាន់ឮកងរំពងឡើងមិនថានៅបារ៉ែននៅកាតាអារ៉ាប៊ីសាអូឌីតនិងយូដានីជាដើមកងកម្លាំងឆ្មាំបដិវត្តអ៊ីរ៉ង់បានបញ្ជាដ្រូននិងបាញ់គ្រាប់មីស៊ីលជាច្រើនគ្រាប់សម្ដៅទៅកាន់មូលដ្ឋានទ័ពអាមេរិកដែលស្ថិតនៅតាមប្រទេសទាំងនេះរីឯបញ្ជាការដ្ឋានកងទ័ពអាមេរិកប្រចាំតំបន់ដើមបូព៌ាវិញបានប្រកាសថានៅវេលាយប់ថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យគេបានបើកការវាយប្រហារទៅលើអ៊ីរ៉ង់ចំនួនជាង140គោលដៅដែលសុទ្ធតែជាទីតាំងកងឆ្មាំបដិវត្តអ៊ីរ៉ង់ដូចជាទីតាំងបាញ់មីស៊ីលទីតាំងបញ្ជាដ្រូនឃ្លាំងស្តុកអាវុធនិងគ្រាប់និងប្រព័ន្ធទូរគមនាគមន៍ជាដើមនៅលើបណ្ដាញសង្គម X លោក Pete Hegseth រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិកបានសរសេរថាអ៊ីរ៉ង់បានសម្រេចចិត្តខុសដូច្នេះអ៊ីរ៉ង់ត្រូវតែទទួលពិន័យដ៏ស័ក្តិសមបំផុតបណ្ដាញទូរទស្សន៍អ៊ីរ៉ង់វិញបានផ្សាយថាមានករណីផ្ទុះច្រើនកន្លែងនៅភាគខាងត្បូងដូចជានៅបងដាអាបាស Sirik, Jas, Kokeshem និងនៅខេត្ត Khuzestan ជាប់ព្រំដែនអ៊ីរ៉ាក់នៅព្រឹកថ្ងៃអាទិត្យនេះអ៊ីរ៉ង់បានប្រកាសបិទគប់ច្រកសមុទ្រ Hormuz ទាំងស្រុងរហូតទាល់តែអាមេរិកឈប់វាយប្រហារមកលើអ៊ីរ៉ង់កងកម្លាំងឆ្មាំបដិវត្តអ៊ីរ៉ង់ដែលបច្ចុប្បន្នកំពុងក្តាប់អំណាចយ៉ាងណែនពេញដៃនៅអ៊ីរ៉ង់បានអះអាងថាមាននាវាច្រើនគ្រឿងបានប៉ុនប៉ងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz នៅតាមផ្លូវដែលអ៊ីរ៉ង់មិនអនុញ្ញាតហើយតម្រូវឲ្យអ៊ីរ៉ង់បាញ់ស្ទាក់សូមបញ្ជាក់ថានៅយប់ថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យនេះមាននាវាដឹកទំនិញយ៉ាងហោចចំនួន2គ្រឿងដែលត្រូវបានអ៊ីរ៉ង់បាញ់ចំយោងតាមទីភ្នាក់ងារសន្តិសុខផ្លូវសមុទ្រអង់គ្លេស UKMTO មាននាវាដឹកកុងតឺន័រមួយដោតទង់ជាតិប្រទេសស៊ីបត្រូវបានអ៊ីរ៉ង់បាញ់ចំឆេះសន្ធោសន្ធៅនៅក្បែរជ្រោយមូសាន់ដាមដែនដីរបស់អូម៉ង់បច្ចុប្បន្ននេះនាវានេះមិនអាចធ្វើដំណើរទៅមុខបានទេក្រុមបុគ្គលិកបានលោតចុះពីនាវាតាមទូកសង្គ្រោះក្រសួងការបរទេសឥណ្ឌាវិញបានឲ្យដឹងថាយ៉ាងតិចណាស់មានបុគ្គលិកជនជាតិឥណ្ឌាចំនួន12នាក់ដែលធ្វើការនៅលើនាវាដែលអ៊ីរ៉ង់បានបាញ់ឆេះកងទ័ពសហរដ្ឋអាមេរិកប្រកាសអំពីការវាយប្រហាររលកថ្មីមួយទៀតវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់នៅព្រឹកព្រលឹមថ្ងៃអាទិត្យទី12កក្កដានេះដែលជាការឆ្លើយតបចំពោះកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់បានបើកការវាយប្រហារទៅលើកប៉ាល់ដឹកប្រេងមួយគ្រឿងដែលកំពុងឆ្លងកាត់ច្រកសមុទ្រហុបមុខទីបញ្ជាការកណ្ដាលកងទ័ពសហរដ្ឋអាមេរិកស៊ីកុំបានប្រកាសព័ត៌មានឲ្យដឹងថាប្រតិបត្តិការវាយប្រហាររបស់កងទ័ពសហរដ្ឋអាមេរិកវាយប្រហារទៅលើអ៊ីរ៉ង់ជាថ្មីម្ដងទៀតនៅរលកទី3នៅព្រឹកថ្ងៃអាទិត្យនេះគឺវាយប្រហារលើគោលដៅចំនួន140គោលដៅជាប្រតិបត្តិការឆ្លើយតបព្រោះតែអ៊ីរ៉ង់ក៏ឃ្លឿនរំលោភបទឈប់បាញ់ហើយនៅតែបើកការវាយប្រហារទៅលើកប៉ាល់ទាំងឡាយណាដែលព្យាយាមឆ្ពោះទៅឆ្លងកាត់ច្រកសមុទ្រហូបមុខទីបញ្ជាការកណ្ដាលកងទ័ពសហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ាបានបញ្ជាក់ថាការវាយប្រហារនេះ
ដោយបាញ់ទៅលើទីតាំងមីស៊ីលទីតាំងស្តុកដ្រូនទីតាំងកងនាវាចម្បាំងទីតាំងស្តុកគ្រាប់កំភ្លើងនិងប្រព័ន្ធទូរគមនាគមន៍រាប់ទាំងទីតាំងស៊ើបការនៅតាមតំបន់ឆ្នេរសមុទ្រនៃប្រទេសអ៊ីរ៉ង់ទៀតផងស៊ីនខំបានបញ្ជាក់ទៀតថាសរុបទៅការវាយប្រហារ3លើកមកហើយនៅក្នុងសប្តាហ៍នេះដោយកងទ័ពសហរដ្ឋអាមេរិកវាយប្រហារទៅលើអ៊ីរ៉ង់ដោយប្រើប្រាស់កម្លាំងកងយន្តហោះចម្បាំងផងនិងការបាញ់ចេញពីនាវាចម្បាំងផងនោះគឺយ៉ាងតិចណាស់ជាង300គោលដៅត្រូវបានកំទេចដែលជាការវាយប្រហារដើម្បីកាត់បន្ថយអំណាចនិងភាពកក្លឿនរបស់កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់នៅក្នុងសេចក្តីថ្លែងការណ៍របស់ទីបញ្ជាការគណៈកងទ័ពសហរដ្ឋអាមេរិកឈរជើងនៅតំបន់មជ្ឈបូព៌ាហៅកាត់តាស៊ីនខំបានបញ្ជាក់ថានាវិករបស់កប៉ាល់នោះម្នាក់បានកំពុងបាត់ខ្លួនកប៉ាល់នោះមិនមានលទ្ធភាពដើម្បីបើកទៅមុខបានទៀតនោះទេដោយសារតែរងការវាយប្រហារឆាប់ឆេះបន្ទប់បូប៊ីនម៉ាស៊ីនរបស់វារងការខូចខាតធ្ងន់ធ្ងរក្តីថ្លែងការណ៍របស់ស៊ីនខំដែលជាទីបញ្ជាការកណ្ដាលរបស់កងទ័ពសហរដ្ឋអាមេរិកឲ្យដឹងថាការវាយប្រហាររបស់កងទ័ពសហរដ្ឋអាមេរិករលកថ្មីទី3នេះអនុវត្តទៅតាមបទបញ្ជារបស់ប្រធានាធិបតីដូណាល់ត្រាំនៅមុននេះបន្តិចអ៊ីរ៉ង់បានប្រកាសថាខ្លួនគេបានសម្រេចបិទច្រកសមុទ្រហូម៉ូហើយបន្ទាប់ពីកប៉ាល់មួយគ្រឿងដែលរងការវាយប្រហារនោះបានព្យាយាមឆ្លងកាត់ច្រកសមុទ្រហូម៉ូដោយមិនយល់ព្រមពីអាជ្ញាធរនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ទើបរងការវាយប្រហារដូចនេះដែលចាត់ទុកថាវាជាការប្រមានចំពោះកប៉ាល់ទាំងឡាយណាដែលចង់ព្យាយាមឆ្លងកាត់ច្រកសមុទ្របែបមិនសុំការយល់ព្រមជាមុនពីអ៊ីរ៉ង់គឺត្រូវប្រឈមមុខគ្រោះថ្នាក់ដូចនេះឆ្លើយតបវិញកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់បានប្រកាសថាកងកម្លាំងរបស់ខ្លួនបានឆ្លើយតបវិញដោយបាញ់ប្រហារទៅលើមូលដ្ឋានទ័ពអាមេរិកជាច្រើននៅតំបន់មជ្ឈមបូព៌ាដែលក្នុងនោះបានបាញ់ទម្លាក់ដ្រូនស៊ើបការរបស់សហរដ្ឋអាមេរិក MQ-9 បានមួយគ្រឿងថែមទៀតនៅក្នុងប្រតិបត្តិការសងសឹកនេះកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់អះអាងថាខ្លួនគេបានបើកការវិវត្តនេះក៏សម្ដៅទៅលើមូលដ្ឋានទ័ពជើងទឹកអាមេរិកនិងទីតាំងផុសភាពព្រីងឥន្ធនៈរបស់សហរដ្ឋអាមេរិកនៅលើទឹកដីនៃប្រទេសអូម៉ង់កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់អះអាងថានេះជាការវាយប្រហារក្នុងកម្រិតធ្ងន់ធ្ងរមួយទៅលើសត្រូវរបស់ខ្លួនប្រទេសនៅតំបន់មជ្ឈបូព៌ាប្រកាសអាសន្នអំពីរលកនៃការវាយប្រហាររបស់អ៊ីរ៉ង់ដោយប្រកាសដំឡើងប្រព័ន្ធខែការពារដែលរការដើម្បីបាញ់ស្កាត់ទម្លាក់គ្រាប់មីស៊ីលឬក៏ដ្រូនរបស់អ៊ីរ៉ង់ប្រសិនបើប្រទេសរបស់ពួកគេរងការវាយសងសឹកដោយអ៊ីរ៉ង់បាញ់មីស៊ីលឬក៏ដ្រូនទៅលើប្រទេសរបស់ពួកគេនោះព្រោះមូលដ្ឋានទ័ពអាមេរិកក៏ស្ថិតនៅលើប្រទេសនៅតំបន់មជ្ឈបូព៌ាផងដែរប្រទេសដែលប្រឈមមុខនឹងការវាយប្រហារញឹកញាប់ជាងគេគឺប្រទេសគុយវ៉ៃតប្រទេសបារ៉ែនប្រទេសអារ៉ាប៊ីសាអូឌីប្រទេសអារ៉ាប់រួមប្រទេសកាតាប្រទេសហ្សកដានីហើយប្រទេសអូម៉ង់ទើបតែដំណឹងនៃការចុះផ្សាយថាអ៊ីរ៉ង់បើកការវាយប្រហារសម្ដៅទៅលើទីតាំងផុសភាព្រីងឥន្ធនៈរបស់អាមេរិកនៅលើទឹកដីនៃប្រទេសនៅតំបន់មជ្ឈមបូព៌ាមួយនេះអូម៉ង់ជាប្រទេសដែលចេញមុខគេសម្រាប់សម្រួលឲ្យមានកិច្ចព្រមព្រៀងអាមេរិកនិងអ៊ីរ៉ង់ប៉ុន្តែសម្រាប់ទីបញ្ជាការកណ្ដាលកងទ័ពសហរដ្ឋអាមេរិកអាងថាការវាយប្រហារនៅព្រលឹមថ្ងៃអាទិត្យនេះគឺយ៉ាងហោច140គោលដៅទៅរឹកកំទេចសិតតែជាគោលដៅសំខាន់នឹងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់អ្នកជំនាញកំពុងតែមើលឃើញអំពីភាពផុយស្រួយនៃការផ្ទុះសង្គ្រាមទ្រង់ទ្រាយធំជាថ្មីម្ដងទៀតតែសូមជម្រាបថានៅដើមសប្តាហ៍ដែលផ្ទុះសង្គ្រាមវាយប្រហារនោះអ៊ីរ៉ង់សងសឹកវាយប្រហារទៅលើមូលដ្ឋានទ័ពអាមេរិកនៅប្រទេសបារ៉ែនប្រទេសគុយវ៉ៃតនិងប្រទេសកាតាប៉ុន្តែទម្ងន់នៃការវាយប្រហារត្រូវបានគេមើលឃើញថាសហរដ្ឋអាមេរិកវាយប្រហារទៅលើអ៊ីរ៉ង់ធ្ងន់ធ្ងរបំផុតដោយកងយន្តហោះចម្បាំងសហរដ្ឋអាមេរិករាប់សិបគ្រឿងហោះហើរការវាយប្រហារទម្លាក់គ្រាប់បែកនៅភាគខាងត្បូងនៃប្រទេសអ៊ីរ៉ង់បាញ់ទៅលើកំពង់ផែរបស់អ៊ីរ៉ង់បាញ់ទៅលើទីតាំងស្តុកគ្រាប់មីស៊ីលស្តុកដ្រូនរហូតដល់វាយប្រហារទៅលើតំបន់រោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ទៀតផងបន្តែប៉ុណ្ណោះស្នូផ្ទុះនៅតំបន់ជីរដ្ឋធានីតេរ៉ង់ក៏លឺស្នូផ្ទុះគ្រាប់ដែរគេអាចប៉ាន់ប្រមាណថាគឺជាការវាយប្រហាររបស់សហរដ្ឋអាមេរិកឬក៏ការលួចវាយប្រហារដោយយកកងយន្តហោះចម្បាំងរបស់អ៊ីស្រាអែលសេចក្តីថ្លែងការណ៍របស់កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់បើទោះជាមិនបានលម្អិតយ៉ាងណាក៏ដោយតែគេដឹងថាកប៉ាល់ដែលរងការវាយប្រហារនោះគឺដកទង់ជាតិនៃប្រទេសស៊ីបនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន
កងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់បញ្ជាក់ថាកប៉ាល់ជាច្រើនគ្រឿងបានព្យាយាមឆ្លងកាត់ច្រកសមុទ្រនេះដោយមិនទទួលយកការអនុម័តពីកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់គឺពួកគេតែងតែប្រថុយនឹងការបាញ់ប្រមានរបស់អ៊ីរ៉ង់កងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់បានបញ្ជាក់ថាឥឡូវនេះច្រកសមុទ្រហុកមកត្រូវបានបិទហើយគឺបិទទាំងស្រុងរត់តតែមានស្ក្រីជូនដំណឹងក្រោយទៀតឬក៏រហូតតតែសហរដ្ឋអាមេរិកបញ្ឈប់ការជ្រៀតជ្រែកឈ្លានពានប្រទេសអ៊ីរ៉ង់ទីបញ្ជាការកណ្ដាលរបស់កងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់បានបញ្ជាក់ថាការវាយប្រហាររបស់សហរដ្ឋអាមេរិកគឺជាអំពើឈ្លានពានយ៉ាងកម្រមកលើអធិបតេយ្យភាពដែនដីនៃប្រទេសអ៊ីរ៉ង់ដែលអ៊ីរ៉ង់ចាំបាច់ត្រូវឆ្លើយតបយ៉ាងធ្ងន់ធ្ងរនិងលឿនរហ័សបំផុតដែលចាត់ទុកថាមូលដ្ឋានទ័ពរបស់សត្រូវនៅតំបន់មជ្ឈមបូព៌ាត្រូវតែប្រឈមមុខនឹងគោលដៅនៃការបាញ់កំទេចសហរដ្ឋអាមេរិកនៅតែទាមទាររបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ត្រូវបញ្ឈប់ការវាយប្រហារទៅលើកប៉ាល់ទាំងឡាយណាដែលឆ្លងកាត់ច្រកសមុទ្រហុកមកហើយថាអ៊ីរ៉ង់ត្រូវប្រកាន់យកនូវភាពអត់ធ្មត់ក្នុងរយៈពេលដែលកំពុងស្ទាបស្ទង់ភាពអត់ធ្មត់របស់អ៊ីរ៉ង់ចុងក្រោយនៅពេលនេះនេះបញ្យងតាមមន្ត្រីយោធាសហរដ្ឋអាមេរិកដែលបានស្រង់ចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RT សារព័ត៌មានរបស់ពួកបច្ចឹមប្រទេសប្រពន្ធមន្ត្រីជាន់ខ្ពស់ម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថាអ៊ីរ៉ង់សហរដ្ឋអាមេរិកកាតានិងប៉ាគីស្ថានបានប្រឹងប្រែងគ្នាបើកការចរចាតាមរយៈកិច្ចសន្ទនាគ្នាតាមទូរស័ព្ទជាថ្មីម្ដងទៀតដើម្បីព្យាយាមធ្វើយ៉ាងណាកាត់បន្ថយភាពតានតឹងហើយការចរចាអាចនឹងធ្វើឡើងនៅថ្ងៃអាទិត្យទី12កក្កដានេះគណៈដែលរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់អាបាអារ៉ាជីកំពុងស្ថិតនៅទឹកដីនៃប្រទេសអូម៉ង់ទៅហើយនោះយ៉ាងណាគេអាចមិនដឹងច្បាស់លាស់ភ្លាមថាតើកិច្ចខិតខំប្រឹងប្រែងការទូតរបស់ប្រទេសអូម៉ង់ប្រទេសកាតាប្រទេសប៉ាគីស្ថានដើម្បីបញ្ឈប់ប្រតិបត្តិការយោធាសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់នោះអាចមានប្រសិទ្ធភាពដែរឬយ៉ាងណានោះទីរដ្ឋមន្ត្រីការបរទេសអារ៉ាជីនិងសមាភិកីនៃប្រទេសអូម៉ង់ហ្សាជីតបាតអាបាសាឌីបានជួបគ្នានៅលើទឹកដីនៃប្រទេសអូម៉ង់នេះដើម្បីដោះដូរទស្សនៈគ្នាឈានទៅដល់ការស្វែងរកយន្តការសំស្របមួយធានាថាការឆ្លងកាត់ច្រកសមុទ្រហុកមកត្រូវតែទទួលបានសុវត្ថិភាពនេះបញ្យងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនៃប្រទេសអូម៉ង់ទីភ្នាក់ងារសារព័ត៌មានរដ្ឋអូម៉ង់ក្រោយមកទៀតបានចុះផ្សាយថាអូម៉ង់និងគណៈប្រតិភូនៃប្រទេសអ៊ីរ៉ង់នឹងបន្តការចរចាជាមួយគ្នាក្នុងកម្រិតបច្ចេកទេសនិងកម្រិតនយោបាយអូម៉ង់កំពុងតែជួយសម្របសម្រួលដើម្បីបញ្ចប់សង្គ្រាមសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ហើយសម្រេចបង្កើតនៅគុណធម៌វិតម្លៃអំពីស្ថានភាពនៃការចរចាកន្លងមករវាងអាមេរិកនិងអ៊ីរ៉ង់ចាប់តាំងពីសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបើកប្រតិបត្តិការវាយប្រហារទៅលើអ៊ីរ៉ង់ពីថ្ងៃទី28កុម្ភៈឆ្នាំ2026មកនោះច្រកសមុទ្រហុកមកគឺជាផ្លូវទឹកអន្តរជាតិធំទី5នៃពិភពលោកវាមានផលប្រយោជន៍ដល់ទៅ 20% នៃការឆ្លងកាត់កប៉ាល់ដឹកប្រេងឬកប៉ាល់ទំនិញទាំងឡាយណាដែលឆ្លងកាត់ច្រកសមុទ្រហុកមកនេះប៉ុន្តែកន្លងមកអ៊ីរ៉ង់តែងតែចាប់យកច្រកសមុទ្រហុកមកជាចំណាក់ខ្មាំងហើយជំរិតប្រាក់ទៅលើកប៉ាល់ទាំងឡាយណាដែលឆ្លងកាត់ច្រកសមុទ្រហុកមកមិនតែប៉ុណ្ណោះអ៊ីរ៉ង់បាញ់កំទេចកប៉ាល់ដែលដឹកប្រេងដឹកទំនិញទាំងឡាយណាដែលឆ្លងកាត់ច្រកសមុទ្រហុកមកមិនព្រមទទួលយកការអនុញ្ញាតពីអ៊ីរ៉ង់ឬក៏មិនព្រមបង់ប្រាក់ឆ្លងកាត់ច្រកសមុទ្រហុកមកទៅឲ្យអ៊ីរ៉ង់កាលពីថ្ងៃទី11កក្កដាបណ្ដាញផ្សាយព័ត៌មានរបស់ទូរទស្សន៍ CNN បានធ្វើសេចក្តីរាយការណ៍ថាអូម៉ង់បានធ្វើសំណើព្រាងមួយនៃក្រុមបញ្ញត្តិច្រកសមុទ្រហុកមកដែលក្នុងនោះមានទាំងការធ្វើនិវាចរដោយសេរីឆ្លងកាត់ច្រករបៀងនៃដែនទឹករបស់ប្រទេសអូម៉ង់យ៉ាងណាមានការអំពាវនាវឲ្យមានការឆ្លងកាត់ច្រកសមុទ្រនៅភាគខាងជើងបន្តិចនៃច្រកសមុទ្រហុកមកនោះនៃដែនទឹកប្រទេសអ៊ីរ៉ង់ហើយត្រូវទទួលបានការប្រឹងប្រែងជាមុនសិនអនុម័តជាមុនសិនពីអ៊ីរ៉ង់ទើបកប៉ាល់ទាំងនោះអាចឆ្លងកាត់ដោយសុវត្ថិភាពសេតវិមាននិងក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកភ្លាមមិនបានឆ្លើយតបចំពោះសេចក្តីព្រាងច្បាប់ទម្លាប់នៃការឆ្លងកាត់ច្រកសមុទ្រនៅតំបន់មជ្ឈមបូព៌ាដែលរៀបរៀងដោយប្រទេសអូម៉ង់នៅឡើយនោះទីនៅក្នុងសប្តាហ៍នេះយ៉ាងតិចណាស់កប៉ាល់ពាណិជ្ជកម្ម3គ្រឿងមកពីប្រទេសកាតាប្រទេសអារ៉ាប៊ីសាអូឌីតបានឆ្លងកាត់ច្រកសមុទ្រហុកមក
ប៉ុន្តែស្ថិតនៅក្នុងហានិភ័យនៃការវាយប្រហារពីសំណាក់កងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ដែលរុញឲ្យកងទ័ពសហរដ្ឋអាមេរិកបើកការវាយប្រហារភ្លាមៗទៅលើទីតាំងជាច្រើនក្នុងទឹកដីរបស់អ៊ីរ៉ង់ហើយអ៊ីរ៉ង់ចាប់ផ្ដើមសងសឹកភ្លាមបន្ទាន់វាយប្រហារទៅលើមូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិកនៅមជ្ឈមបូព៌ារដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់អាបារ៉ាជីចោទសហរដ្ឋអាមេរិកពីបទរំលោភបទឈប់បាញ់ហើយចោទសហរដ្ឋអាមេរិកថាបង្កឲ្យមានអរិទ្ធភាពបន្តទៀតប៉ះពាល់យ៉ាងខ្លាំងដល់ស្ថិរភាពប្រេងឆៅដែលអ៊ីរ៉ង់ត្រូវបញ្ជូនទៅកាន់ទីផ្សារខាងក្រៅប៉ះពាល់ដល់សន្តិសុខតំបន់ទៀតផងអាបារ៉ាជីបានបញ្ជាក់ដូចនេះនៅលើបណ្ដាញសង្គម X របស់ខ្លួនដោយបញ្ជាក់ថាសហរដ្ឋអាមេរិកគួរតែយោគយល់ឲ្យបានកម្រិតខ្ពស់បំផុតនៃអត្ថប្រយោជន៍របស់ប្រទេសអ៊ីរ៉ង់ជាងប្រើប្រាស់អំនួតគំរាមកំហែងសណ្ដាប់ធ្នាប់ពិភពលោកយ៉ាងណាចំពោះភាគីអ៊ីរ៉ង់វិញអត់ដែលប្រកាសទទួលស្គាល់ថាការវាយប្រហាររបស់ខ្លួនខុសច្បាប់នោះទេគឺអ៊ីរ៉ង់តែងតែចាត់ទុកថាខ្លួនប្រព្រឹត្តបែបនេះគឺស្របនឹងគោលការណ៍ច្បាប់អន្តរជាតិទៅវិញនោះទេក្រុមអ្នកវិភាគមើលឃើញថាទីក្រុងតេហ៍រ៉ង់កំពុងតែប្រើប្រាស់វិធានការដើម្បីកេងចំណេញទៅលើកិច្ចចរចាជាមួយនឹងសហរដ្ឋអាមេរិកគេថាអ៊ីរ៉ង់ដែលប្រើប្រាស់វិធានការវាយគំរាមកំហែងទៅលើកប៉ាល់ដឹកព្រាងឆ្លងកាត់ច្រកសមុទ្ររបស់នោះគឺបង្ខំឲ្យអាមេរិកបោះបង់ការឡោមព័ទ្ធច្រកសមុទ្ររបស់ហើយទទួលស្គាល់ថាកំហុសគឺកើតចេញពីសហរដ្ឋអាមេរិកយ៉ាងណាក៏ដោយបើយោងតាមការផុសនៅលើបណ្ដាញទូរទស្សន៍របស់លោកដូណាល់ត្រាំបានបញ្ជាក់ជាថ្មីម្ដងទៀតថារបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់បានស្នើសុំបើកការចរចាជាមួយសហរដ្ឋអាមេរិកទើបសហរដ្ឋអាមេរិកព្រមទទួលយកការចរចាបើទោះជាការចរចាធ្វើឡើងក្នុងកម្រិតមិនផ្ទាល់ក៏ដោយនោះប៉ុន្តែលោកដូណាល់ត្រាំប្រមានថាយុទ្ធសន្តិភាពជាមួយនឹងអ៊ីរ៉ង់គឺត្រូវដិតឆេះខ្ទេចហើយនៅពីនេះជាមួយគ្នានេះសេចក្តីថ្លែងការណ៍លីលាក់ជាអក្សរមួយចេញពីមេដឹកនាំកម្ពុជានៃប្រទេសអ៊ីរ៉ង់មូតាបាខាមីណៃត្រូវបានផ្សព្វផ្សាយដោយកម្ពុជាមេដឹកនាំបាត់ខ្លួនរូបនេះគម្រាមធ្វើសង្គ្រាមសម្រាប់មន្ត្រីកម្ពុជាសហរដ្ឋអាមេរិកដែលក្នុងនោះរហូតដល់បុគ្គលទាំងឡាយណាដែលពាក់ព័ន្ធនឹងការសម្លាប់ឪពុករបស់គាត់អាយ៉ាតូឡាអាលីខាមីណៃកាលពីថ្ងៃទី28កុម្ភៈឆ្នាំ2026សាររបស់មូតាបាខាមីណៃដែលត្រូវបានមើលឃើញនៅលើបណ្ដាញសារព័ត៌មានប្រទេសអ៊ីរ៉ង់នេះឲ្យដឹងថាពិធីបញ្ចុះសពឪពុករបស់គាត់ជាផ្លូវការកាលពីថ្ងៃទី10កក្កដាដែលជាការបង្ហាញថាមូតាបាខាមីណៃកូនប្រុសឡើងស្នងតំណែងរបស់លោកអាយ៉ាតូឡាអាលីខាមីណៃឪពុករបស់គាត់នេះចិញ្ចឹមចិត្តសងសឹកជាមួយនឹងសហរដ្ឋអាមេរិកជាមួយនឹងប្រទេសណាដែលសម្លាប់ឪពុករបស់គាត់តែសូមជម្រាបថាអាយ៉ាតូឡាអាលីខាមីណៃឪពុករបស់គាត់បានស្លាប់នៅក្នុងការវាយប្រហាររួមគ្នាពីសំណាក់កងយន្តហោះចម្បាំងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលក្នុងប្រតិបត្តិការសង្គ្រាមថ្ងៃដំបូងថ្ងៃទី28កុម្ភៈឆ្នាំ2026អាយ៉ាតូឡាអាលីខាមីណៃស្លាប់បាត់បង់ជីវិតជាមួយនឹងឧត្តមសេនីយ៍របស់គាត់យ៉ាងតិច7រូបចំណែកឯមូតាបាខាមីណៃធ្លាក់ខ្លួនពិការភ្លាមដោយការរងរបួសយ៉ាងធ្ងន់ធ្ងរមូតាបាខាមីណៃមិនដឹងថាគាត់ស្ថិតនៅទីណាពិតប្រាកដនោះទេសូម្បីតែពិធីបុណ្យសពឪពុករបស់គាត់យ៉ាងធំធេងនៅទូទាំងប្រទេសអ៊ីរ៉ង់គឺមូតាបាខាមីណៃមិនត្រូវបានអនុញ្ញាតឲ្យចេញមុខជាសាធារណៈនោះទេអ្នកសង្កេតការណ៍មើលឃើញថាមូតាបាខាមីណៃទំនងរងសម្ពាធពីក្រុមឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ទើបគាត់មិនបានចេញមុខដើម្បីចូលរួមពិធីហែសពចុងក្រោយនៅឪពុករបស់គាត់នោះទេប៉ុន្តែអ្នកសង្កេតការណ៍ខ្លះដែលប្រឆាំងរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់អះអាងថាមូតាបាខាមីណៃមិនមានអំណាចពេញលេញនៅក្នុងដៃនោះទេគឺអំណាចស្ថិតនៅក្នុងកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់កងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់គឺជាអ្នកដែលពង្រឹងសមត្ថភាពប្រយុទ្ធជាមួយនឹងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលលោកដូណាល់ត្រាំបានផុសនៅលើបណ្ដាញទូរស័ព្ទរបស់លោកកាលពីថ្ងៃសុក្រក្នុងសប្តាហ៍នេះថាលោកបានបញ្ជាឲ្យមានការបើកការវាយប្រហារដោយប្រើប្រាស់មីស៊ីលរាប់ពាន់គ្រាប់ប្រសិនបើអ៊ីរ៉ង់ដាក់ផែនការតាមសម្រាប់ធ្វើគិតរូបលោកនោះទស្សនាវដ្តីវ៉ាស៊ីតស៊ូដារបស់សហរដ្ឋអាមេរិកនិងបណ្ដាញផ្សាយព័ត៌មានរបស់អាមេរិកជាច្រើនទៀតបានចុះផ្សាយក្នុងសប្តាហ៍នេះថាអ៊ីស្រាអែលវិញបានចែកចាយចារកម្មព័ត៌មានទៅទីក្រុងវ៉ាស៊ីនតោនថាអ៊ីរ៉ង់កំពុងតែដាក់ផែនការសម្រាប់ធ្វើឃាតលោកដូណាល់ត្រាំហើយនៅពីនេះនៅក្នុងពិធីហែសពលោកអាយ៉ាតូឡាអាលីខាមីណៃដែលមានមនុស្សរាប់សែនម៉ឺននាក់ចូលរួមនោះ
ក្នុងសម្លៀកបំពាក់ឈុតខ្មៅប្រជាជនអ៊ីរ៉ង់កម្មាភិបាលនៃរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ពួកគេតែងតែស្រែកអាក្រោសថ្កោលទោសលោកដូណាល់ត្រាំនិងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលប៊ិនយ៉ាមីន នេតានយ៉ាហ៊ូពួកគេធ្វើរូបទីងមងលោកដូណាល់ត្រាំហើយព្យួរកលោកដូណាល់ត្រាំទៀតផងមិនតែប៉ុណ្ណោះពួកគេប្រកាសថាត្រូវតែសងសឹកសម្រាប់លោកដូណាល់ត្រាំឲ្យបានជាដាច់ខាតលោកដូណាល់ត្រាំប្រមានថាបើគាត់គ្រោះថ្នាក់ក្នុងអំពើសងសឹកពីសំណាក់អ៊ីរ៉ង់គឺអ៊ីរ៉ង់ក៏ត្រូវរលាយទៅជាផេះផងដែរដោយគ្រាប់បែករបស់សហរដ្ឋអាមេរិក